អ៊ីរ៉ង់បានធ្វើការប្រកាសជាសាធារណៈតែម្ដងផ្ដល់ទឹកប្រាក់ចំនួន$10 លានប្រសិនបើនរណាអាចធ្វើឃាតកូនប្រុសសំណប់ចិត្តរបស់លោក Donald Trump ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានថ្មីនេះទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់មួយបានធ្វើការផ្សព្វផ្សាយអំពីវីដេអូដែលផ្ដោតទៅលើកូនប្រុសរបស់លោក Donald Trump ដែលមានចំណងថា Where to Kill Baron Trump វីដេអូក្រាហ្វិកនោះផងដែរគឺបង្ហាញអំពីការស៊ើបការហើយជាពិសេសថែមទៀតនោះគឺបង្ហាញអំពីការប៉ុនប៉ងនៅក្នុងការបំបែកភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកគឺ Secret Service នឹងឯងដើម្បីធ្វើការចូលទៅកាន់តែគៀកទៅកាន់កូនប្រុសរបស់លោក Donald Trump គឺ Baron Trump នឹងឯងដូច្នេះអារ៉ង់កំពុងតែធ្វើការតាមដានយ៉ាងដិតដល់តែម្ដងទាំងប្រព័ន្ធ social media តាមអនឡាញហើយនឹងកេញសម្ងាត់ផងដែរដើម្បីធ្វើយ៉ាងណាអាចចូលខ្លួនតាមដានហើយចូលទៅគៀកកូនប្រុសរបស់លោក Donald Trump បាននេះបញ្ជាក់ថាអារ៉ង់នៅតែចិញ្ចឹមចិត្តនៅក្នុងការសងសឹកទៅកាន់សហរដ្ឋអាមេរិកដែលបានធ្វើមកលើប្រទេសរបស់ខ្លួនបន្ទាប់ពីការប៉ុនប៉ងនៅក្នុងការសម្លាប់ប្រធានាធិបតីលោក Donald Trump មិនបានជោគជ័យនោះទេអ៊ីរ៉ង់ក៏បានធ្វើការបង្វែរគោលដៅមកកាន់សមាជិកគ្រួសាររបស់លោក Donald Trump វិញតែម្ដងហើយនេះគឺជាការគំរាមកំហែងយ៉ាងបើកចំហតែម្ដងជាសាធារណៈមិនងាយនឹងមានកើតឡើងនោះទេបងប្អូនដែលបញ្ជាក់ថាអ៊ីរ៉ង់គឺមានមហិច្ឆតាខ្ពស់ខ្លាំងមែនទែននៅក្នុងការសងសឹកទៅកាន់សហរដ្ឋអាមេរិកជាពិសេសនោះគឺក្រុមគ្រួសាររបស់លោក Donald Trump តែម្ដងតើបងប្អូនមានមតិយោបល់បែបណាដែរកុំភ្លេចខមមិននៅខាងក្រោមជួបជាមួយនឹងខ្ញុំលីហួននៅវីដេអូបន្តទៀត